ទីតាំងហើយបងប្អូនក្រៅពីស្ដាប់បទចម្រៀងរួចនេះទីតាំងវត្តដែលខ្ញុំមកកាលពីម្សិលមិញគឺថ្ងៃសិលចូលវត្តខ្ញុំឃើញខ្លាចអ្នកបងប្អូនធ្លាប់លេងពីតូចខ្ញុំភ្លេចឈ្មោះបាត់ហើយបងប្អូនអើយខ្ញុំមិនដឹងថាឈ្មោះអីទេខោជើងតាណាហ្នឹងច្រើនណាស់ហើច្រើនណាស់តិចបានណាឲ្យបងអូនមួយនេះខ្ញុំនាំគ្នាចូលទៅក្នុងវត្តហើយបងប្អូនដោយសារតែពីម្សិលមិញគឺជាថ្ងៃសិលពេលអញ្ចឹងយើងទៅរកលោកដាក់បច្ច័យប្រគេនយគូប្រសងអីទីទួចអញ្ចឹងណាសិលខ្លះក៏មកវត្តសិលខ្លះក៏ទិញសัตว์ប្រឡែងនិយាយរួមឲ្យថ្ងៃសិលគឺពួកខ្ញុំធ្វើប៉ុន្តែពេលខ្លះក៏យើងធ្វើដែរដាក់បាតដាក់អីតាមមុខផ្ទះមុខអីដាក់ទៅរហូតនឹងអត់ដែរអត់ទេចូលនៅក្នុងវត្តដល់បងប្អូនហើយចាប់អារម្មណ៍ជាងគឺផ្កានៅក្នុងវត្តគឺស្អាតមែនតើមានពណ៌ចម្រុះហ្មងភ្លេចប្រាប់ទីតាំងវត្តនេះគឺហៅវត្តសេកមីហ៎បងប្អូននៅខាងខេត្តកំពង់ឆ្នាំងពេលល្ងាចឡើងគឺខ្ញុំបន្តដំណើរទៅមើលថ្ងៃលិចបន្តទៀតបងប្អូនហើយគឺស្អាតមែនតើជាកាប់វាសែបងប្អូនដើរលេងជាមួយជាងគេស្រេះពេកសែពេលដែលគេច្រូតហើយធំក្លិនច្បើងធំឡើងឈ្ងុយថ្មីណាទៀតអញ្ចឹងបងប្អូនបើសិនជាបងប្អូនកសិករយើងក៏អត់តន់ច្រូតណាអូយដឹងស្អាតប៉ុណ្ណាទេស្អាតលឹះហ្នឹងមិនមែនខាងខ្ញុំគឺខ្ញុំអត់មានស្រែធ្វើទេតែពេលយើងឃើញអញ្ចឹងយើងចង់ធ្វើដែរហ្នឹងប៉ុន្តែគ្រាន់ថាយើងអត់មានដីធ្វើហ៎ទៀតហ្នឹងបងប្អូនខ្ញុំក៏គាត់ឈប់ឡានហើយជាមួយខ្ញុំថតទេសភាពពេលដែលឈប់ឡានឲ្យបងប្អូនមើលអានេះនៅក្នុងកញ្ចក់អូយមកទេសភាពតាមដងទន្លេស្អាតណាស់ធំក្លិនស្រូវធំក្លិនច្បើងឡើងឈ្ងុយស្អាតទេបងប្អូននេះឡានឡើងស្រូវនេះ